ទូស្រីរបស់យើងរៀបនឹងលោតពីលើអគារ Warning ឆាប់ឈប់ភ្លាម Jane Sophie អ្នកដាក់គុកខ្ញុំនៅទីនេះអ្នកក៏អាចឲ្យខ្ញុំស្លាប់ខ្ញុំនឹងរាប់ដល់3សម្រាប់អ្នក Warning បើអ្នកមិនចុះមកខ្ញុំនឹងឲ្យគ្រួសារស៊ូទាំងមូលកប់ជាមួយអ្នកក៏មកទូស្រីរបស់យើងក៏ឆ្លើយថាយល់ព្រមប៉ុន្តែផ្ដល់ឲ្យខ្ញុំនៅអំណោយមួយចូលទៅជួបជុំគ្នាស្រីរបស់យើងរៀបនឹងលោតបញ្ឆោតទូប្រុសមិនចង់បានតើអ្នកចង់បានអ្វីយើងក៏បាននិយាយបន្តថាអ្នកចុះមកអ្វីដែលអ្នកចង់បានខ្ញុំនឹងសន្យាជាមួយអ្នកពីទូប្រុសបានសន្យាហើយទូស្រីមានទឹកមុខយ៉ាងញញឹមញញែមព្រោះតែសប្បាយចិត្តពេលឮទូប្រុសសន្យាបែបហ្នឹងបន្ទាប់មកទូប្រុសរបស់យើងបាននិយាយទៀតថាអ្នកកំពុងតែលេងសើចជាមួយខ្ញុំឬលើកនេះខ្ញុំនិយាយលេងខ្ញុំនឹងមិនប្រកាសទេនៅពេលក្រោយបន្ទាប់មកតើអ្នកចង់បានអ្វីស្រីរបស់យើងក៏បានងើបឡើងហើយបន្តនិយាយទៀតថាខ្ញុំចង់បានសេរីភាពខ្ញុំចង់ចេញទៅក្រៅប្រុសរបស់យើងក៏បានចាប់ផ្ដួលតួស្រីទៅនឹងជញ្ជាំងបន្តនិយាយថាខ្ញុំអាចប្រាប់អ្នកយ៉ាងច្បាស់មិនអាចទៅរួចបន្ទាប់មកខ្ញុំនឹងស្លាប់ហើយតួប្រុសរបស់យើងមិនដឹងធ្វើយ៉ាងម៉េចព្រោះខឹងតួស្រីនិយាយមិនស្ដាប់ផងនោះតែវិធីម្យ៉ាងគត់គឺក៏ថាបមាត់តួស្រីរបស់យើងទៅតួស្រីរបស់យើងបន្ទាប់ពីតួប្រុសថាបមាត់រួចក៏មានអាការៈអៀនប្រុសក៏និយាយថាចាប់ពីថ្ងៃនេះតទៅតាមខ្ញុំគ្រប់ពេលវេលាគ្រប់ទីកន្លែងតួស្រីរបស់យើងអត់មានពាក្យអីនឹងតបតតួប្រុសវិញទេតួប្រុសនិយាយចប់ក៏ដើរចេញទៅលេចមកមើលតួស្រីនេះវិញនិយាយថាតាមពិតខំខ្ញុំតួស្រីរបស់យើងបានខឹងនឹងតួប្រុសម្ដងវាបន្ទាប់ប្រុសរបស់យើងក៏បាននាំតួស្រីចូលក្នុងក្លឹបមួយកន្លែងឃើញថាពូម្នាក់នេះក៏នៅក្នុងក្លឹបនេះដែរនេះតួស្រីរបស់យើងបានតែងខ្លួនស្អាតរួមក្នុងក្លឹបជាមួយនឹងតួប្រុសរបស់យើងឃើញថាតួស្រីរបស់យើងក៏ដើរទៅអង្គុយលើសាឡុងដែរបន្ទាប់ពីនាងអង្គុយរួចអាពូម្នាក់ទៀតក៏និយាយថានេះជាលើកទី1ហើយដែលលោកចេនបាននាំនារីម្នាក់មកទីនេះតើខ្ញុំសួរថាតើនេះជានរណាតួប្រុសក៏ងើបទាញដៃតួស្រីឡើងនិយាយថាធៀបដេញថ្លៃដោយតួស្រីរបស់យើងធ្វើមុខងឿងឆ្ងល់នឹងតួប្រុសនិយាយបែបហ្នឹងគ្រប់គ្នាចំហមាត់សូមរីករាយទាំងអស់គ្នា